ការធ្វើចិត្តកុំឲ្យតក់ស្លុតឬស្លន់ស្លោនៅពេលជួបបញ្ហាធំៗក្នុងជីវិតគឺជារបៀបវិរៈនៃការពង្រឹងប្រព័ន្ធការពារផ្លូវចិត្តនៅពេលចិត្តយើងមានលំនឹងយើងនឹងមានសតិបញ្ញាក្នុងការរកវិធីស្រាយឬស្របខ្លួនតាមខាងក្រោមនេះជាវិធីសាស្ត្រជាក់ស្ដែងដើម្បីជួយឲ្យចិត្តរបស់អ្នករឹងមាំមិនរង្គោះរង្គើ 1. អនុវត្តវិធីសង្គ្រោះបន្ទាន់ផ្លូវចិត្តនៅពេលជួបបញ្ហាកើតឡើងភ្លាមៗឈប់និងដកដង្ហើមវិធី4 7 8កំតិនអាចឆ្លើយតបឬសម្រេចចិត្តអ្វីទាំងអស់ចូលដកដង្ហើមចូលតាមច្រមុះរាប់ពី1ដល់4ហើបខ្យល់ទុករាប់ពី1ដល់7ហើយផ្លុំខ្យល់ចេញតាមមាត់យឺតរាប់ពី1ដល់8ធ្វើបែបនេះ3ឬ5ដងដើម្បីកាត់បន្ថយជាតិអាដ្រេណាលីនដែលធ្វើឲ្យបេះដូងលោតញាប់និងស្លន់ស្លោទាញសតិមកកាន់រាងកាយមើលជុំវិញខ្លួនហើយស្វែងរករបស់5យ៉ាងដែលអ្នកមើលឃើញរបស់4យ៉ាងដែលអ្នកអាចប៉ះបានសំឡេង3យ៉ាងដែលអ្នកឮនិងក្លិន2យ៉ាងដែលអ្នកធំវិធីនេះជួយកាត់ផ្តាច់ខួរក្បាលពីការគិតភ័យខ្លាចភ្លាម2. បង្កើតភាពស៊ាំខាងអារម្មណ៍រំលឹកខ្លួនឯងពីភាពជោគជ័យកន្លងមកប្រាប់ខ្លួនឯងថាកាលពីមុនខ្ញុំក៏ធ្លាប់ឆ្លងកាត់រឿងពិបាកជាច្រើនដែរហើយខ្ញុំនៅតែអាចឆ្លងកាត់ផុតវាបានលើកនេះក៏ដូចគ្នាកុំពង្រីកបញ្ហាឲ្យធំជាងការពិតមនុស្សភាគច្រើនតក់ស្លុតដោយសារតែការគិតស្រមៃទៅដល់លទ្ធផលអាក្រក់បំផុតត្រៀមចិត្តសម្រាប់ភាពមិនទៀងទាត់ទទួលស្គាល់ថាជីវិតអាចមានការប្រែប្រួលគ្រប់ពេលនៅពេលអ្នកលែងរំពឹងថាគ្រប់យ៉ាងត្រូវតែល្អឥតខ្ចោះអ្នកនឹងលែងសូវតក់ស្លុតនៅពេលមានរឿងរកាំរកូស 3. ផ្លាស់ប្ដូរទម្លាប់របស់អ្នកដើម្បីពង្រឹងសុខភាពខួរក្បាលកាត់បន្ថយការទទួលព័ត៌មានអវិជ្ជមានជៀសវាងការអានព័ត៌មានក្តៅក្រហាយគ្រោះថ្នាក់ឬរឿងរ៉ាវរន្ធត់នៅលើបណ្ដាញសង្គមច្រើនពេកដែលធ្វើឲ្យប្រព័ន្ធប្រសាទរបស់អ្នកងាយរំញោចនិងតក់ស្លុតគេងឲ្យបានគ្រប់គ្រាន់និងហាត់ប្រាណការអត់ងងុយធ្វើឲ្យខួរក្បាលផ្នែកគ្រប់គ្រងអារម្មណ៍ធ្វើការខ្លាំងពេកដែលជាហេតុធ្វើឲ្យយើងងាយភ័យស្លន់ស្លោនិងមួម៉ៅ 4. ការបង្កើតខែលការពារចិត្តដោយគោលការណ៍ធ្វើអ្វីដែលអាចធ្វើបាននៅពេលមានរឿងធំកើតឡើងចូលយកក្រដាសមួយសន្លឹកមកសរសេរអ្វីដែលខ្ញុំអាចធ្វើបាននៅថ្ងៃនេះទោះបីជាការតូចតាចបំផុតក៏ដោយការផ្ដោតលើសកម្មភាពជាក់ស្ដែងនិងការជួយកាត់បន្ថយអារម្មណ៍មិនសុវត្ថិភាពនិងភាពតក់ស្លុតបានយ៉ាងច្រើនតើនៅពេលមានបញ្ហាកើតឡើងអ្នកច្រើនតែមានអាការៈរាងកាយដូចជាថប់ដង្ហើមវិលមុខបេះដូងលោតញាប់ឬញ័រដៃជើងដែរឬទេប្រសិនបើមានខ្ញុំអាចជួយណែនាំវិធីសម្រួលប្រព័ន្ធប្រសាទបន្ថែមទៀតការរៀនគិតពីរឿងវិជ្ជមានមិនមែនជាការបោកប្រាស់ខ្លួនឯងថាពិភពលោកនេះមានតែពណ៌ផ្កាឈូកឬការបំភ្លេចចោលនៅរាល់បញ្ហានោះទេប៉ុន្តែវាជាការជ្រើសរើសផ្ដោតលើចំណុចល្អៗនិងឱកាសដើម្បីរីកចម្រើនទោះបីជាស្ថិតក្នុងស្ថានភាពលំបាកក៏ដោយខាងក្រោមនេះជាវិធីសាស្ត្រជាក់ស្ដែងដើម្បីហ្វឹកហាត់ខួរក្បាលរបស់អ្នកឲ្យចេះគិតវិជ្ជមានបន្តិចម្ដងជារៀងរាល់ថ្ងៃ 1. អនុវត្តការដឹងគុណជារៀងរាល់ថ្ងៃខួរក្បាលរបស់មនុស្សយើងងាយនឹងចងចាំអាក្រក់លុះត្រាតែយើងបង្ខំវាឲ្យស្វែងរករឿងល្អកត់ត្រារឿងល្អរៀងរាល់យប់មុនពេលចូលគេងចូលសរសេររឿងល្អ3យ៉ាងដែលអ្នកកើតឡើងនៅថ្ងៃនេះទោះជារឿងតូចតាចក៏ដោយឧទាហរណ៍បានញ៉ាំបាយឆ្ងាញ់មិត្តភ័ក្តិញញឹមដាក់ឬអាកាសធាតុត្រជាក់ស្រួលការដឹងគុណផ្លាស់ប្ដូរគំនិតវិធីនេះជួយបង្វែរអារម្មណ៍របស់អ្នកពីអ្វីដែលអ្នកខ្វះខាតមកផ្ដោតលើអ្វីដែលអ្នកមាន 2. ផ្លាស់ប្ដូររបៀបនិយាយជាមួយខ្លួនឯងមនុស្សយើងតែងតែនិយាយអវិជ្ជមានដាក់ខ្លួនឯងដោយមិនដឹងខ្លួនចូលចាប់ផ្ដើមផ្លាស់ប្ដូរឃ្លាទាំងនោះឈប់និយាយថាខ្ញុំធ្វើវាមិនកើតទេខ្ញុំមិនពូកែដូចគេទេប្ដូរមកនិយាយថាខ្ញុំប្រហែលជាមិនទាន់ចេះនៅឡើយទេប៉ុន្តែខ្ញុំអាចរៀនសូត្រនិងព្យាយាមបន្តិចម្ដងបានឈប់និយាយថាមានតែរឿងសូយទេដែលកាត់ឡើងលើខ្ញុំប្ដូរមកនិយាយថារឿងនេះវាជាមេរៀនមួយដើម្បីជួយឲ្យខ្ញុំកាន់តែរឹងមាំជាងមុន 3. ស្វែងរកពន្លឺក្នុងស្ថានភាពងងឹតនៅពេលជួបប្រទះព្រឹត្តិការណ៍អាក្រក់ចូលព្យាយាមសួរខ្លួនឯងនៅសំណួរវិជ្ជមានតើស្ថានភាពនេះបង្រៀនអ្វីខ្លះដល់ខ្ញុំតើមានចំណុចល្អៗអ្វីខ្លះដែលលាក់កំបាំងនៅក្នុងរឿងនេះឧទាហរណ៍បើអ្នកធ្វើការមេស្ដីឲ្យចូលគិតថាវាជាឱកាសដឹងចំណុចខ្វះខាតដើម្បីកែប្រែខ្លួនឯងជាជាងគិតថាមេស្អប់យើង 4. ជ្រើសរើសបរិយាកាសជុំវិញខ្លួនកាត់បន្ថយមនុស្សអវិជ្ជមាននៅក្បែរមនុស្សដែលពោពេញទៅដោយការរអ៊ូរទាំនិយាយដើមគេឬមើលឃើញតែចំណុចអាក្រក់នឹងធ្វើឲ្យចិត្តរបស់អ្នកស្រអាប់តាមស្វែងរកមនុស្សវិជ្ជមាន
ចំណាយពេលជាមួយមនុស្សដែលផ្ដល់កម្លាំងចិត្តចូលចិត្តសើចនិងមានធម៌ពលវិជ្ជមានជ្រើសរើសព័ត៌មានកាត់បន្ថយការមើលព័ត៌មានហិង្សាឬរឿងរ៉ាវអវិជ្ជមាននៅលើបណ្ដាញសង្គម 5. បង្កើតទម្លាប់ញញឹមនិងធ្វើល្អតូចតាចញញឹមឲ្យបានច្រើនការញញឹមទោះជាបង្ខំចិត្តក៏ដោយជួយបញ្ចេញសារធាតុគីមីក្នុងខួរក្បាលដែលធ្វើឲ្យអារម្មណ៍ធូរស្រាលនិងគិតវិជ្ជមានភ្លាមៗធ្វើអំពើល្អតូចតាចការជួយអ្នកដទៃការនិយាយពាក្យសរសើរឬការផ្ដល់ទឹកចិត្តដល់អ្នកដទៃនឹងធ្វើឲ្យចិត្តរបស់អ្នកផ្ទាល់មានក្តីសុខនិងមើលទៅឃើញពិភពលោកក្នុងផ្លូវល្អការគិតវិជ្ជមានត្រូវការការហ្វឹកហាត់ដូចជាការហាត់ប្រាណដែរថ្ងៃដំបូងអាចនឹងពិបាកប៉ុន្តែបើអ្នកធ្វើវាជារៀងរាល់ថ្ងៃខួរក្បាលរបស់អ្នកនឹងក្លាយជាខួរក្បាលដែលពូកែស្វែងរកក្តីសុខដោយស្វ័យប្រវត្តិ